lầnนี้គឺមកធ្វើការ unboxing ទៅលើ model ថ្មីរបស់ Samsung Mini LED ស៊េរី M70 អញ្ចឹងទំហំនេះគឺទំហំ50 អ៊ីងបងប្អូនអាចមើលបានណាអីវ៉ាន់គឺថ្មីទៅមកដល់តែម្ដងសម្រាប់ model M70 នេះអាចថាជាមួយនឹងស៊េរី Q7 ស៊េរីថ្មីអញ្ចឹងយើងធ្វើការបញ្ចេញជាមួយនឹងស៊េរីថ្មីមកខ្ញុំចង់ដឹងថា color រូបភាពជាមួយនឹងកម្រិតសំឡេងហ្នឹងគឺល្អប៉ុណ្ណាបងប្អូនអាចទស្សនាវីដេអូនេះបានអញ្ចឹងសម្រាប់ model M70 នេះគឺយើងប្រើតែ LED ធម្មតាចា៎យើងប្រើជាមួយថ្មគឺយើងអត់សាកទេយើងប្រើមួយថ្មតូចចេះដាក់ចូលហើយយើងអត់វាយទៅលើតេឡេបានទេប៉ុន្តែយើងអាចវាយទៅលើកម្មវិធី app Smart SIM នៅលើទូរស័ព្ទដៃបានឥឡូវយើងធ្វើការ set app ទៅឡើងកម្មវិធីសិនធ្វើតាមការណែនាំសម្រាប់ Mini LED model M70 នេះជាមួយនឹងកម្រិត color រូបភាពគឺច្បាស់ដិតស្អាតខ្លាំងមែនទែនបើការបែងចែកពណ៌វិញគឺពណ៌ណាដឹងពណ៌នឹងពណ៌ខៀវគឺខៀវក្រហមគឺក្រហមគឺស្អាតខ្លាំងមែនទែនអញ្ចឹងសម្រាប់បងៗដែលចូលចិត្តជាមួយនឹងការមើលរឿងភាពយន្តឬក៏មើលតាម Netflix អីនេះគឺជាជម្រើសល្អបំផុតហើយការប្រើប្រាស់គឺមានជាមួយនឹង tele បជាបែបនេះបងគឺងាយស្រួលបងអាចភ្ជាប់ Wi-Fi បងអាចមើល YouTube បងអាចមើល Netflix បងអាច connect Bluetooth ពីទទួលទៅកាន់ speaker ក៏បានដែរគឺងាយស្រួលខ្លាំងងាយស្រួលប្រើស៊េរីថ្មី update ចុងក្រោយហ្មងហើយសំខាន់ Samsung គឺបំពាក់ជាមួយនឹងមុខងារ AI ចុងក្រោយគេទៀតអញ្ចឹងល្បឿនឬក៏ការទស្សនាហ្នឹងគឺល្អខ្លាំងមែនទែនទូរទស្សន៍ពីមុនបើសិនជាមើលគៀនចេះគឺឃើញសខ្មៅតែប្រភេទ Mini LED នេះមើលជ្រុងណាក៏បែងចែកពណ៌បានយ៉ាងស្អាតល្អខ្លាំងមែនទែន